តើបងប្អូនមករៀនសូរសំនៀងរបស់ភាសាចិនអញ្ចឹងភាសាចិនមានសំនៀង4លើកដាក់សំឡេងអញ្ចឹងមាន4ជាខ្លីគឺមាន4ដែលសូរសំឡេងនឹងយើងអានថាសឹងធៀវសូរសំឡេងសឹងធៀវរៀងញួរតិចបងប្អូនទាំងអស់គ្នាដោយសារកាន់កាមេរ៉ាខ្លួនឯងសឹងធៀវសំឡេងទី1មានសញ្ញាគំនូសត្រង់អញ្ចឹងមានន័យថាយើងអានសំឡេងស្មើឬស្រាលអញ្ចឹងយើងអានសំឡេងស្មើមកយើងអានថាស្មើហើយស្រាលសំឡេងទី2គឺឡើងលើសញ្ញាព្រួញឡើងលើមានន័យអានសំឡេងអូសឡើងលើសំឡេងទី3គឺសំឡេងពីលើចុះក្រោមហើយឡើងលើអានសំឡេងចុះក្រោមហើយឡើងលើសញ្ញាព្រួយតាមរយៈសញ្ញាព្រួយសំឡេងទី4គឺអានចុះក្រោមអញ្ចឹងអានសំឡេងសង្កត់ចុះក្រោមនឹងគេឆក់អញ្ចឹងមកយើងមកមើលរបៀបអានទាំងអស់យើងអានថាដល់ទី2សំឡេងទី3គឺទី4សំឡេងអូខេអញ្ចឹងសំឡេងទាំង4របស់ភាសាចិនបញ្ចប់តែប៉ុណ្្នឹងឯងបងប្អូនអរគ្នាកុំភ្លេចជួយ Subscribe YouTube អ្នកមួយផងដើម្បីតាមដានវីដេអូភាគទី3នេះត្រូវបានបញ្ចប់ទាំងនោះឯងអរគុណច្រើនបងប្អូនអរគ្នា